បងប្អូនណាខ្លះដែលមានបញ្ហាប្រើទូរស័ព្ទសុកទៅវាលោតពាណិជ្ជកម្មមកក៏ដូចជាចូលទៅកម្មវិធីអីផ្សេងដូចជាកាត់តវីដេអូ edit រូបភាពអីវាលោតពាណិជ្ជកម្មមកដូចគ្នាណាអូខេអញ្ចឹងវីដេអូនេះខ្ញុំនឹងប្រាប់ពីវិធីសាស្ត្រខ្លីមួយសម្រាប់បិទពាណិជ្ជកម្មអត់ឲ្យលោតក្នុងទូរស័ព្ទរបស់យើងញ៉ៃទេអញ្ចឹងមុននឹងចូលទៅខ្ញុំសូមបញ្ជាក់តិចបងប្អូនណាអញ្ចឹងសម្រាប់បងប្អូនដែលប្រើទូរស័ព្ទសុកលោតពាណិជ្ជកម្មហ្នឹងគឺបងប្អូនត្រូវការលុប app ដែលនាំពាណិជ្ជកម្មមកសិនហើយលុបហើយនៅតែមានបញ្ហាអាចសាកវិធីនេះបានឬក៏កាត់តរូបភាពវីដេអូហើយវាលោតពាណិជ្ជកម្មនឹងដូចគ្នាណាអញ្ចឹងបងប្អូនអាចសាកវិធីនេះបានប៉ុន្តែ CapCut វាមានពាណិជ្ជកម្មបោះ CapCut ព្រោះ CapCut វាទារលុយប៉ុន្តែបើកាត់តនៅលើកម្មវិធីផ្សេងប្រហែលជាអត់អីទេបងប្អូនអាចបិទបានដូចជា PicArt ឬក៏ My2 កាត់តក្នុង My2 អីចឹងសូម្បីបច្ចុប្បន្នខ្ញុំប្រើកម្មវិធីកាត់តក្នុង My2 អញ្ចឹងយើងគ្រាន់តែចុចបិទវាទៅគឺពាណិជ្ជកម្មលេងលោតមកញ៉ៃពេលដែលយើងកាត់ម្ដងអញ្ចឹងណាអញ្ចឹងជាដំបូងបងប្អូនចូលមកកាន់ setting ទូរស័ព្ទរបស់បងប្អូនណារួចបងប្អូនយកពាក្យថា more connection បងប្អូនចុចលើវាមកតោះមកដល់ត្រង់នេះបងប្អូននឹងឃើញពាក្យថា private DNS Oppo អីគេធ្វើបែបហ្នឹងដែរអានេះខ្ញុំធ្វើនៅលើ Honor បងប្អូនយកក្រោមណាអូខេបន្ទាប់ពីបងប្អូនយកក្រោមហើយបងប្អូនវាយពាក្យថា DNS នេះបងប្អូនខ្ញុំបង្ហាញមួយច្បាស់ណាបងប្អូនណាវាយពាក្យ DNS តោះមកបងប្អូនចុច dot DNS dot ADGUAOD ហើយសញ្ញាវាដកមួយមិនចុចទេបងប្អូនសញ្ញាដកអូខេ .com ដកហើយ DNS ទៀតបងប្អូន DNS តមក .com អូខេតើយើងចុចហើយយើងចុច back មួយមកអូខេអានេះយើងច្រឡំចុចសញ្ញាចុះក្រោមយើងចុច back មួយមកដើម្បីធ្វើការ save វាទូរស័ព្ទនេះវាមិនបាក់ចុចតិចអូខេបងប្អូនឃើញខាងក្រោមជាប់នេះ dns.edgar អូខេអញ្ចឹងតែប៉ុណ្្នឹងរួចរាល់បងប្អូនមិនបាច់បិទទូរស័ព្ទក៏បានដែរអានេះដោយសារខ្ញុំចូលនៅក្នុងកម្មវិធី CapCut ណាបើសិនជាកម្មវិធីកាត់តវីដេអូដូចជាក្នុង VN ឬក៏ PicArt អីអត់មានពាណិជ្ជកម្មលោតមកទៀតទេគឺយើងអាចបិទបានអញ្ចឹងសម្រាប់វីដេអូនេះមានប៉ុណ្្នឹងឯងយើងជួបគ្នានៅវីដេអូក្រោយទៀត